ចារក្សាសុខភាពផ្លូវចិត្ត14កលឹះដើម្បីឲ្យអាយុយឺនយូរដើម្បីឲ្យអាយុយឺនយូរគួរអនុវត្តតាម14ចំណុចទី1ពិសាទឹកគួរពិសាទឹកឲ្យបានច្រើននិងទៀងទាត់ទី2ពិសាផ្លែឈើគួរជ្រើសរើសយកផ្លែឈើបន្ទាប់ពីអាហារចម្បងទី3ពិសាបន្លែគួរញ៉ាំបន្លែឲ្យបានច្រើនយ៉ាងហោចណាស់ពាក់កណ្ដាលនៃអាហារដែលបានញ៉ាំទី4ស៊ុតមាន់ញ៉ាំស៊ុតមាន់ក្នុងកម្រិតសមល្មមមួយថ្ងៃមួយគ្រាប់ទី5កាត់បន្ថយកាហ្វេមិនគួរញ៉ាំកាហ្វេច្រើនពេកនោះទេទី6កាត់បន្ថយរបស់ប្រៃគួរជៀសវាងញ៉ាំអាហារដែលមានជាតិប្រៃខ្លាំងទី7កាត់បន្ថយរបស់ផ្អែមគួរកាត់បន្ថយញ៉ាំអាហារឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់ទី8ជៀសវាងអាហារបំពងការកាត់បន្ថយញ៉ាំអាហារដែលប្រើខ្លាញ់ច្រើនទី9ជៀសវាងគ្រឿងស្រវឹងមិនគួរពិសាគ្រឿងស្រវឹងជាដាច់ខាតទី10ជៀសវាងផ្សែងជៀសវាងឆ្ងាយពីការស្រូបផ្សែងពុលឬការជក់បារីទី11ហាត់ប្រាណត្រូវឧស្សាហ៍ហាត់ប្រាណឲ្យបានទៀងទាត់ទី12ពត់ខ្លួនឧស្សាហ៍ធ្វើចលនាឬលាតសន្ធឹងសាច់ដុំជាប្រចាំទី13ធ្វើសមាធិហាត់សមាធិឬធ្វើចិត្តឲ្យស្ងប់ជាប្រចាំទី14ចំណុចសំខាន់បំផុតត្រូវចេះបណ្ដោយខ្លួនឬការដាក់ចុះកុំគិតច្រើនពេកឬតានតឹងពេកចាអញ្ចឹងយើងធ្វើអារម្មណ៍ឲ្យស្រស់ស្រាយបន្តិចហើយអរគុណដឹងគុណនៅអ្វីដែលយើងមានហើយប្រឹងតស៊ូទៅមុខទៀតអញ្ចឹងនៅពេលដែលយើងអនុវត្តបាន14ចំណុចនេះអាយុយើងនឹងយឺនយូរហើយរស់នៅដោយមានសុខភាពល្អចាអរគុណបាយបាយ